រឿងកូនពើវំបេងនៅភូមិមួយដ៏កក់ក្ដៅលាតសន្ធឹងតាមជើងភ្នំមានឪពុកម្នាក់ដែលចិត្តល្អនិងកូនប្រុស2នាក់របស់គាត់កូនប្រពោដែលពោពេញទៅដោយក្តីសុបិនយុវវ័យនិងចិត្តដែលមិននៅស្ងៀមបាំងចូលទៅចិត្តឪពុករបស់គាត់នៅព្រឹកថ្ងៃមួយកូនពើបាននិយាយទៅឪពុកថាកូនចង់ឃើញពិភពលោកសូមឪពុកមេត្តាផ្ដល់ចំណែកមរតករបស់កូនឥឡូវនេះទោះបីជាសោកសៅក៏ដោយឪពុកដែលមានចិត្តធ្ងន់បានអនុញ្ញាតតាមបំណងប្រាថ្នារបស់កូនប្រុសគាត់ដោយមានលុយពេញហោប៉ោនិងចិត្តរីករាយកូនប្រពើបានចាប់ផ្ដើមដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់គាត់ដោយបន្សល់ទុកនូវភាពរីករាយដ៏សាមញ្ញនៃផ្ទះសម្បែងគាត់បានធ្វើដំណើរទៅកាន់ទឹកដីដ៏ឆ្ងាយមួយទីក្រុងដ៏អ៊ូអរដែលពោពេញដោយពន្លឺចែងចាំងនិងការកំសាន្តគ្មានទីបញ្ចប់មួយរយៈគាត់បានលងលុកក្នុងភាពរំភើបដោយចាយទ្រព្យសម្បត្តិរបស់គាត់លើពិធីជប់លៀងដ៏ប្រណិតនិងភាពរីករាយដ៏ខ្លីប៉ុន្តែមិនយូរប៉ុន្មានលុយរបស់គាត់បានស្រកចុះហើយមិត្តភក្តិដែលឃើញតែប្រយោជន៍របស់គាត់ក៏បាត់ខ្លួនដូចផ្សែងទុរភិចដ៏ធំមួយបានវាយលុកពេញផ្ទៃប្រទេសធ្វើឲ្យគាត់ឃ្លាននិងអស់សង្ឃឹមដោយគ្មានជំរឿនផ្សេងគាត់ក៏បានស្វែងរកការងារដោយបានរកឃើញខ្លួនឯងកំពុងចិញ្ចឹមជ្រូកនៅក្នុងវាលផករបស់កសិករម្នាក់គាត់បានប្រាថ្នាចង់បានតែចំណីដែលជ្រូកស៊ីដោយដឹងថាគាត់បានធ្លាក់ខ្លួនហើយបានឃ្លាតឆ្ងាយពីផ្ទះដ៏សុខស្រួលរបស់គាត់ទីបំផុតពន្លឺនៃក្តីសង្ឃឹមបានឆាបឆេះក្នុងខ្លួនគាត់បានសម្រេចចិត្តថាខ្ញុំនឹងត្រឡប់ទៅរកឪពុកខ្ញុំវិញសូម្បីតែធ្វើជាអ្នកបម្រើក៏ដោយខ្ញុំនឹងប្រសើរជាងនេះត្រឡប់មកផ្ទះកសិដ្ឋានវិញឪពុកមិនដែលឈប់មួលឡើយដោយតែងតែសង្ឃឹមចំពោះការវិលត្រឡប់របស់កូនប្រុសគាត់ថ្ងៃមួយរូបរាងទួយមួយបានលេចឡើងនៅជើងមេឃបេះដូងឪពុកបានលោតញ័រដោយមិនគិតពីរដងបុរសចំណាស់នោះក៏រត់ទៅរកកូនប្រុសដែលបាត់បង់របស់គាត់ដោយលាតដៃទាំងពីរកូនប្រុសដែលនឿយហត់និងគ្មានអៀនបានចាប់ផ្ដើមសារភាពកូនប្រុសពៅឪពុកកូនបានធ្វើបាបឋានសួគ៌នឹងឪពុកកូនលែងស័ក្តិសមនឹងត្រូវបានគេហៅថាកូនប្រុសរបស់ឪពុកទៀតហើយប៉ុន្តែឪពុកដែលពោពេញដោយក្តីស្រឡាញ់បានអោបគាត់យ៉ាងណែនទឹកភ្នែករីករាយរបស់គាត់លាយឡំជាមួយទឹកភ្នែករបស់កូនប្រុសគាត់បានហៅអ្នកបម្រើរបស់គាត់ឲ្យយកអាវផាយដ៏ល្អបំផុតចិញ្ចៀននិងស្បែកជើងសម្រាប់កូនប្រុសជាទីស្រឡាញ់របស់គាត់លឿនឡើងយកអាវផាយដ៏ល្អបំផុតមកពាក់ឲ្យគាត់ពាក់ចិញ្ចៀននៅបំរាបដៃរបស់គាត់និងស្បែកជើងនៅជើងរបស់គាត់ពិធីបុណ្យមួយត្រូវបានប្រកាសកូនគោដែលថតត្រូវបានរៀបចំហើយតន្ត្រីក៏បន្លឺឡើងពេញបរិយាកាសឪពុកចូលយើងរៀបចំពិធីជប់លៀងនិងអបអរត្បិតកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយក៏រស់ឡើងវិញគាត់បានបាត់បង់ហើយក៏បានរកឃើញវិញក្នុងពេលជាមួយគ្នានេះកូនប្រុសច្បងដែលបានឧស្សាហ៍ព្យាយាមធ្វើការក្នុងវាលស្រែបានត្រឡប់មកផ្ទះវិញគាត់បានឮសំឡេងរីករាយហើយសួរថាតើមានអ្វីកើតឡើងពេលគាត់ដឹងពីការវិលត្រឡប់របស់អូនប្រុសគាត់និងពិធីបុណ្យដ៏ធំគាត់ក៏ខឹងកូនប្រុសច្បងអស់ជាច្រើនឆ្នាំមកនេះខ្ញុំបានធ្វើជាទាសករឲ្យឪពុកហើយមិនស្ដាប់បង្គាប់ឪពុកឡើយប៉ុន្តែឪពុកមិនដែលផ្ដល់សំបីតែកូនពពែមួយក្បាលឲ្យខ្ញុំដើម្បីអបអរជាមួយមិត្តភក្តិរបស់ខ្ញុំឡើយតែនៅពេលដែលកូនប្រុសរបស់ឪពុកនេះដែលបានខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់ឪពុកជាមួយស្រីពិសាបានត្រឡប់មកផ្ទះវិញឪពុកក៏សម្លាប់កូនគោដែលធាត់សម្លាប់គាត់ឪពុកបានចេញទៅជួបគាត់ដោយទន់ភ្លន់ដោយព្យាយាមពន្យល់ពីក្តីរីករាយរបស់គាត់ឪពុកកូនអើយកូននៅជាមួយឪពុកជានិច្ចហើយអ្វីដែលឪពុកមានគឺជារបស់កូនទាំងអស់ប៉ុន្តែយើងត្រូវតែអបអរនិងរីករាយត្បិតអូនប្រុសរបស់កូននេះបានស្លាប់ហើយក៏រស់ឡើងវិញគាត់បានបាត់បង់ហើយក៏បានរកឃើញវិញកូនប្រុសច្បងនៅតែពិចារណាពីសម្ដីឪពុករបស់គាត់ក៏ចាប់ផ្ដើមយល់ពីជម្រៅនៃក្តីស្រឡាញ់របស់ឪពុកគាត់ពិធីជប់លៀងនៅតែបន្តជាសក្ខីភាពនៃភាពរីករាយនៃការជួបជុំគ្នាឡើងវិញនិងអំណាចនៃការអភ័យទោសកូនប្រុសពៅបានរៀនថាភាពពេញលេញពិតប្រាកដមិនមែនបានមកពីភាពរីករាយដ៏ខ្លីនោះទេប៉ុន្តែបានមកពីការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់និងចំណងគ្រួសារដ៏សាមញ្ញនិងស្ថិតស្ថេរដូច្នេះហើយនៅភូមិដ៏កក់ក្ដៅនោះមនុស្សគ្រប់គ្នាបានរកឃើញថា
ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតមិនត្រូវបានរកឃើញនៅក្នុងទឹកដីឆ្ងាយៗឬពិធីបុណ្យដ៏ធំនោះទេប៉ុន្តែនៅក្នុងភាពរីករាយដ៏ស្ងប់ស្ងាត់នៃផ្ទះដ៏មានក្តីស្រឡាញ់និងរង្វាន់ដ៏ពេញលេញនៃជីវិតដែលរស់នៅដោយមានគោលបំណង។